បាទសូមគោរពនឹងជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់បាទដែលនិយមគ្រប់គ្រងនៅ Channel YouTube របស់ខ្ញុំបាទថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីធ្វើចែកជូនបងប្អូនទាំងអស់គ្នាដែលតែងតែតាមដាននៅវីដេអូរបស់ខ្ញុំដែលបង្ហោះនៅក្នុង YouTube បាទនេះគឺជាបតរបស់ទូទឹកកកប្រភេទ AT29 បាទប្រភេទនេះគឺអត់ផលិតទឹកកកទេបាទវាមានបញ្ហាខូចផ្នែក power supply បាទហើយខូចនៅផ្នែកខាង power supply នេះគឺខូចច្រើនបាទខូច 3-4 កន្លែងណាបាទអញ្ចឹងខ្ញុំចេះតែយកមកថតដើម្បីធ្វើការចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់តែងតែនិយមគ្រប់គ្រងនៅវីដេអូរបស់ខ្ញុំបាទតាមដាននៅវីដេអូរបស់ខ្ញុំរាល់វីដេអូដែលខ្ញុំបានបង្ហោះបាទចំពោះបតនេះគឺវាមានបញ្ហាផ្នែក power supply បាទហើយផ្នែក power supply របស់វាគឺយើងដឹងហើយបាទគឺវាមាន EC power និង transformer បាទនិងបរិក្ខារផ្សេងដូចជា7805ក៏ដូចជាបាទនៅបរិក្ខារផ្សេងហើយចំពោះបតនេះគឺផ្នែកខាង power supply របស់វាគឺវាអត់ធ្វើការបាទហើយវាខូចច្រើនគួរសមបាទអញ្ចឹងទី1បតនេះគឺមានបញ្ហាទៅលើផ្នែកខាង EC power បាទ EC power វាបាទចំនួន1គ្រាប់បាទហើយនេះជាយ៉ូតបាទយ៉ូត 12V បាទផ្នែកខាងភ្លើង 12V ចេញផ្នែកខាង disconnary បាទនេះបាទនេះយ៉ូតវាបាទហើយយ៉ូតនេះគឺបានធ្វើការផ្លាស់ប្ដូររួចរាល់ហើយមួយទៀតគឺវាមានបញ្ហាខូចបាទនៅresistance មួយទៀតបាទ resistance មួយនេះដែលវាមានលេខ470 គីឡូបាទហើយ resistance នេះតួនាទីវាគឺបាទចាំទទួលភ្លើងពី resistance ចំនួន3គ្រាប់នេះបាទហើយភ្លើងនេះគឺជាភ្លើង DC របស់ capacitor បាទនេះគឺ capacitor វានេះបាទនេះជើងបាទ capacitor កង់ដង់ 300V បាទអញ្ចឹងresistance នេះគឺជាអ្នកទម្លាក់ volt មកឲ្យ resistance នេះហើយ resistance ហ្នឹងក៏វាជាអ្នកទម្លាក់ volt មកឲ្យ EC ដើម្បី standby ភ្លើងចំនួន 3V នៅលើជើង EC power នេះដែរបាទអញ្ចឹងវីដេអូនេះគឺខ្ញុំបង្ហាញថាវាមានបញ្ហាចំនួន3មុខបាទដែលធ្វើឲ្យ power supply របស់បតមួយនេះមិនដំណើរការទី1បាទគឺបាទយ៉ូតនេះមួយបាទយ៉ូតនេះគឺប្រភេទយ៉ូតជើង3រូបរាងវាដូច transistor អញ្ចឹងបាទតែវាជាយ៉ូតទេណាបាទគឺភ្លើងចូលសងខាងចេញកដាលបាទហើយភ្លើងចូលសងខាងហ្នឹងមិនមែនចូលបូកដកអីណាបាទគឺបានសេចក្តីថាភ្លើងបូកភ្លើងចេញពី transformer បាទចេញពី transformer គឺចូលជើងសងខាងទាំងពីរបាទហើយចេញជើងកដាលបាទហើយទៅវាមានកង់ដង់បូកម៉ាស់មកទៅវាចេញ 12V បាទជាមួយនឹងជើងកង់ដង់មួយនេះបាទកង់ដង់មួយនេះបាទនៅចុងម្រាមខ្ញុំនេះបាទខ្ញុំនឹងគូសប្រាប់នេះបាទកង់ដង់មួយនេះបាទកង់ដង់នេះធំណាស់បាទនេះធំបាទវាមានកម្លាំងវារហូតដល់ 2200 microfarad 25V ណាបាទហើយ EC power នេះបាទហើយ EC power នេះប្រភេទ top បាទ top 267បាទអញ្ចឹងពីហ្នឹងហើយវាមានបញ្ហាទៅលើ resistance នេះមួយទៀតបាទ resistance នេះគឺវាមានលេខគីឡូរបស់វាគឺ470 គីឡូបាទតែវាមានទូនាទីដូចខ្ញុំពងយល់ខាងមុខអញ្ចឹងបាទនឹងអរគុណច្រើនវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទហើយបើសិនជាបងប្អូនបាទត្រូវការគ្រឿងបន្លាស់ផ្នែកអេឡិចត្រូនិកបាទខាងខ្ញុំមានលក់បាទខ្ញុំនឹងទម្លាក់លេខទូរស័ព្ទក៏ដូចជាlink Telegram បាទរបស់ខ្ញុំបាទដើម្បីបងប្អូនចង់បាននៅគ្រឿងបន្លាស់អាចតាក់ទងមកខ្ញុំបានបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទហើយចំពោះបតនេះផងដែរបើសិនជាយើងក្នុងករណីយើងសល់ច្រកយើងអាចយកប្រភេទ power supply នេះមកលេងបានទៀតណាបាទមកលេងបានទៀតបាទតែដោយសារឥឡូវយើងមានគ្រឿងបន្លាស់គ្រប់គ្រាន់អញ្ចឹងយើងអាចធ្វើការជួសជុលបាន
bạn dương khai tại bấm phốt cứ bạn transformer mình đi bạn transformer này bật phân được nông cạn này dương robot bạn thế dương miễn tại power supply này tiền đây bạn đã chỉ chùm rớt trong cõi rồi một cái là bạch côn trong cõi bạn chẳng video này cứ mình tập phần đang ở côn chùm được bye bye